哎呀，萨迪嘎盖ơi xí ấy con chớt萨迪嘎盖ơi xí ấy con xí plai đom bong ấy yak pro chắc khni lên sa đi cả kẹo ơi sa đi cả kẹo ơi chớt រឿងតាចាស់និងសត្វស្វាមានរឿងនិទានដំណាលថាមានប្តីប្រពន្ធចាស់ពីរនាក់បានចិញ្ចឹមសត្វស្វាមួយហ្វូងដើម្បីទុកប្រើពួកវាឲ្យទៅបេះផ្លែឈើយកមកឲ្យគាត់រៀងរាល់ព្រឹកតានិងយាយបានហៅស្វាទាំងអស់មកប្រជុំគ្នានៅមុខផ្ទះគ្នាយើងគឺពីដេកអស់ហើយទៅប្តីប្រពន្ធពីរអ្នកនោះគឺអើយ ក្រោកមិនទាន់បានដេកផងភ្លើងបាត់ទៅហើយមែននឹងហើយអស់កម្លាំងដល់ហើយនេះ này à xoa cầm hôi chập trên bị trung mọ ở luôn lao vui mình đã mà report ở lâu hơi anh chập trên mọ luôn ចាញ់ឲ្យលឿនឡើងទៅពួកយើងត្រូវរំពត់ទូកសាច់ឥឡូវហើយអាលឿនឡើង ម្នាក់មករពតឥឡូវហើយ ដើរទៅរកយាយរបស់ឯងទៅអើយខ្ជិលមែនពួកអាស្វាអស់នេះ ចាញ់មកលឿនមកចង់ស៊ីរំពាត់មែនទេតានិងយាយបានត្រៀមរំពាត់មួយជាស្រេចសម្រាប់ធ្វើទណ្ឌកម្មស្វាណាមួយដែលមិនស្ដាប់បង្គាប់តាបានចាត់ឲ្យស្វាដែលមានអាយុច្រើនជាងគេដឹកនាំស្វាដទៃទៀតចូលព្រៃដើម្បីបេះផ្លែឈើ ស្វាចាស់ឯងជាអ្នកដឹកនាំក្រុមរបស់ឯងទៅបេះផ្លែឈើហើយយើងនឹងដាក់កំណត់ថាក្នុងផ្លែឈើដែលពួកស្វាឯងបានបេះត្រូវតែយកមកឲ្យយើងកុំឲ្យបាត់មួយផ្លែឲ្យសោះឬក៏លួចស៊ីឲ្យសោះណាបើស្វាមួយណាមិនធ្វើតាមទេយើងនឹងដាក់ទណ្ឌកម្មវាយពួកឯងទាំងអស់គ្នាជាក់ជាមិនខាន ស្វាទាំងអស់ត្រូវរងទុក្ខជាទម្ងន់ ជាក់ជាមិនខាន ស្វាទាំងអស់ត្រូវរងទុក្ខជាទម្ងន់ណាមួយត្រូវហត់នឿយនឹងស្វែងរកផ្លែឈើហើយមួយទៀតត្រូវតាជ័យធ្វើបាបប្រសិនបើរកផ្លែឈើឲ្យគាត់មិនបាន តើយើងនាំគ្នាទៅរកបេះផ្លែឈើឲ្យតាយាយនឹងឲ្យហើយនឹងអាលបានទៅសម្រាចូលមកដល់បុរសម្នាក់ដែលប្រកបមុខរបរចិញ្ចឹមជីវិតដោយការដាំដំណាំផល្លានុផលជាច្រើនមុខហើយអ្នកភូមិតែងតែហៅគាត់ថាតាតែន ហើយរាល់ថ្ងៃបានចំការនឹងហើយគ្រាន់ដើរបោចស្មៅស្រោចទឹកដាក់ជីបំបត្តិអបសុកជីវិតអ្នក single មានតែប៉ុណ្ណឹង អេតាអីក៏មិនម៉េះសុទ្ធតែ single អីណាមើលម៉ោង6ព្រឹកតាមតែនមកដល់ចំការម៉ោង12ហូបបាយហើយម៉ោង5តាតែនគាត់ទៅផ្ទះវិញយកដំណឹងនេះទៅប្រាប់គ្នាយើងសិនតាតែនតែន តាតែនគាត់បានថែដំណាំរបស់គាត់យ៉ាងដិតដល់ជាទីបំផុត អាយ៉ាសារិកាកែវអើយស៊ីអីកងឈើសារិកាកែវអើយស៊ីអីកងស៊ីផ្លែដំបងយ៉ាស់ប្រចឹកគ្នាលេងសារិកាកែវអើយសារិកាកែវអើយឈើ ហើយអ្នកភូមិតែងតែដោះដូរបន្លែផ្លែឈើទាំងអស់ជាមួយនឹងតាតែនព្រោះថាដំណាំរបស់គាត់មានឲ្យជារសឈ្ងុយឆ្ងាញ់ណាស់ អាយ៉ាសារិកាកែវអើយ តាតែនអើយតាតែនហើយនៅចំការអត់ហ្នឹង សារិកាកែវអើយស៊ីអីក លឺសំឡេងតាតែនហាញតាម៉ែ ផ្លែដំបងយ៉ាស់ប្រចឹក អែបទូកទៅគៀនបន្តិចតាឆ្លូន សារិកា បាទម៉ែ អើយឈើយីលឺមុនអាណាស្រែកហៅយើងហ្នឹង អូតាតែនតាតែនមើលទៅដូចសប្បាយចិត្តដល់ហើយច្រៀងឡើងលឺពេញចំការត្មងហើយអូតាតែនតាតែនមើលទៅដូចសប្បាយចិត្តដល់ហើយច្រៀងឡើងលឺពេញចំការត្មងហើយនេះ យើងលឺមាត់តើហើយម៉ែកូនឯងមកពីណាហើយមានការអី តាពេលទៅផ្ទះវិញបេះអាលឹកយកឲ្យខ្ញុំ 4-5 ផ្លែផងខ្ញុំមានពូវែងមួយក្បាលទុកដូរជាមួយតា យីអាលបលយោស៊ីភ្លើអារម្មណ៍អញម្ល៉េះនេះ អាឆ្លូនវាលេងសើចនឹងតាទេអញ្ចឹងទៅវិញបេះឲ្យផងណាតា យើងដឹងហើយខ្ញុំតាហើយតា ហើយស្វាដែលបានលបមើលតាតែនក៏បាននាំដំណឹងនេះទៅប្រាប់គ្នារបស់ពួកគេ Hello everybody Hello dear team ទាំងអស់គ្នាម៉ណែខ្ញុំមានដំណឹងប្រាប់
ខ្ញុំបានត្រឡប់មើលតាតែនឃើញថាដំណាំរបស់គាត់ពិតជាល្អៗណាស់ហើយម៉ោង5គាត់ត្រឡប់ទៅផ្ទះវិញហើយអញ្ចឹងពេលគាត់ទៅផ្ទះពួកយើងនឹងចេញប្រតិបត្តិការ ថ្ងៃមួយតាតែនយើងក្រោកពីព្រលឹមស្ទុះទាញធុងទឹកដើរសម្ដៅទៅចំការរបស់គាត់ដូចសប្ដងស្រាប់ដល់ពេលដែលគាត់ទៅដល់ចំការរបស់គាត់ភ្លាមគាត់បានឈរស្រឡាំងកាំងធ្លាក់ដងរែកពីលើស្មាចំហមាត់ធ្លុងហើយបើកភ្នែកធំៗមើលទៅដំណាំរបស់គាត់ឃើញជ្រុះពេញដីនិងខូចខាតអស់ជាច្រើនកន្លែងតាតែនរបស់យើងខឹងខ្លាំងណាស់ ហើយយើងខឹងខ្លាំងណាស់តាអាថ្លើមដោះរោមណាអីក៏ចិត្តធំម្លេះហ៊ានចូលមកបំផ្លាញដំណាំអញដូចនេះ គិតរួចតាតែនក៏ចាំលួចមើលចង់ដឹងថាតើនរណាចូលបំផ្លាញដំណាំរបស់គាត់រងចាំលបមើលរហូតដល់ថ្ងៃត្រង់គ្មានឃើញស្រមោលចោលណាមួយលេចមុខមកសោះ មិនអីទេពួកឯងកុំឲ្យអញឃើញមុខឲ្យសោះមិនអីទេពួកឯងកុំឲ្យអញឃើញមុខឲ្យសោះ ចាំអស់ចិត្តរហូតដល់ថ្ងៃលេងទើបគាត់ដើរសម្ដៅទៅលំនៅឋានរបស់គាត់វិញទាំងលហិតលហើយរាងកាយដោយអស់កម្លាំងតាំងពីម្សិលមិញផងតាតែនក្រោកយឺតជាងរាល់ថ្ងៃតាតែនបានរៀបចំដុតត្រីបង្ហើរក្លិនឲ្យឈ្ងុយពេញក្នុងខ្ទមចំការរួចហើយតាតែនយើងដើរទៅមើលដំណាំរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃតាតែនតែងតែសង្កេតឃើញដំណាំរបស់គាត់ត្រូវគេលួចបេះស្ទើរតែរៀងរាល់ថ្ងៃគាត់ពិតជាក្តៅចិត្តណាស់ក៏សម្រេចចិត្តមិនទៅផ្ទះនោះទេ យើងនឹងនៅចាំមើលតើអាថ្លើមធំណាដែលមកបំផ្លាញដំណាំរបស់យើងស៊ីឆ្អែតហើយវានៅបេះកំតិចទៀតយីពួកអានេះ តាតែនដេកចាំយាមចំការរួមទាំងប្រដាប់ប្រដាដោយមានអាវុធនៅនឹងដៃមានដំបងកំបិនរងចាំមើលចង់ដឹងថាតើចៅឯណាហ៊ានចូលចំការបេះត្រសក់ស្ទើររាល់ថ្ងៃយ៉ាងនេះ អាណាខ្លាំងចូលមកដឹងតែត្រូវបោះអញហើយ រសៀលរៀងជ្រេព្រះសុរិយាបន្ទាបខ្លួនកប់បាត់ទៅតាតែនឃើញស្រមោលលោតផ្លោតពីដើមឈើមួយទៅដើមឈើមួយទៀតនៅឯជាយព្រៃម្ខាង ចំសមល់អីចេះ ពួកនោះប្រហែលរូបភាពស្វាមួយហ្វូងកំពុងតែរត់សម្ដៅចូលចំការរបស់គាត់តាតែននឹកក្នុងចិត្តថា យើអាចោស្វាទាំងអស់នេះតើដែលចូលមកបង្ហាត់ដំណាំរបស់អញអាស្វាអស់នេះតើអាស្វាអស់នេះវាមកពីណាអេព្រោះតាំងពីធ្វើចំការនៅមាត់ស្ទឹងនេះមកជាង10ឆ្នាំមកហើយមិនដែលមានសត្វឯណាចូលមកបំផ្លាញដំណាំរបស់ គ្រាន់តែឃើញស្វាចូលចំការភ្លាមតាតែនប្រញាប់វាយស្គរនិងចោលដំបងបង្អើហ្វូងស្វាអីចាសម្រែកអីចា សម្រែកផ្សេងចេះ តាតែនខំស្រែកយ៉ាងលឺថា យើ សម្រែកផ្សេងចេះ តាតែនខំស្រែកយ៉ាងលឺថា យើអាស្វាកំហូចឆាប់ថយចេញឲ្យឆាប់ទៅពួកឯងមកបំផ្លាញរបស់យើងទៀតហើយមែនទេឆាប់ចេញឲ្យអស់ទៅពួកអាស្វាចង្រៃ តាតែនបានចោលដំបងធ្វើឲ្យស្វាខ្លះរងរបួសនិងផ្អើប្រសេកប្រសាចពេញនឹង អូយដំបងចាស់អូយឈឺណាស់ឈឺណាស់អាយឈឺណាស់អាយនោះពួកយើងតាតែនតើនេះ ហ្វូងស្វាកាលបើឃើញគ្នាត្រូវរងរបួសដោយដំបងរបស់តាតែនពួកស្វាប្រញាប់ប្រកាសអាសន្នហ្វូងស្វាបានភ័យស្លន់ស្លោព្រោះមិននឹកស្មានថាតាតែននៅចាំពួនស្ទាក់ចាំវាយប្រហារពួកវាដូច្នេះសោះមេស្វារត់ផងស្រែកមកកាន់កូនចៅរបស់ពួកវាខ្លាំងថា អើយណាវ៉យអើយរត់ឲ្យលឿនតាតែនមកហើយបើមិនរត់ប្រយ័ត្នងាប់នឹងរបួសពេញទៅណាគ្នាយើងឆាប់ឡើងចូលព្រៃវិញភ្លាម មែនហើយពួកយើងត្រូវរបួសធ្ងន់ធ្ងរណាស់ឈឺណាស់ពួកហ្វូងស្វាទាំងអស់ឮមេរបស់វាស្រែកដូច្នេះខ្លះត្រូវរបួសស្រាលខ្លះត្រូវរបួសធ្ងន់នាំគ្នារត់ចូលព្រៃលែងហ៊ានអើតក្បាលមកទៀតស្អែកឡើងតាតែនដើរសម្ដៅទៅចុងចំការម្ខាងនៅជាប់នឹងព្រៃក្បែរមាត់ស្ទឹងគាត់ដើរតាមដានជើងស្វាដែលរត់ចូលទៅក្នុងព្រៃនោះទើបដឹងថា យើអាស្វាអស់នេះព
ពួកវាឆ្លងតាមមែកឈើដែលបាក់ដួលរលំនៅឯមាត់ព្រែកនេះតើអញ្ចឹងតើបានជាលិចមុខពួកវាចូលមកក្នុងចំការបំផ្លាញដំណាំយើងអស់ព្រោះពីមុនមកយើងមិនដែលជួបស្វាទាំងអស់នោះសូម្បីតែមួយក្បាលសោះ ដឹងពីមូលហេតុកាលណាតាតែនក៏ប្រញាប់ប្រញាល់ប្រមូលកម្លាំងអ្នកភូមិ 4-5 នាក់ឲ្យមកជួយចាប់ទាញដើមឈើដែលជាស្ពានចម្លងស្វាហើយក៏ជាមូលហេតុធ្វើឲ្យចំការរបស់គាត់ខូចខាតដោយសារដែលជាស្ពានចម្លងស្វាហើយក៏ជាមូលហេតុធ្វើឲ្យចំការរបស់គាត់ខូចខាតដោយសារស្នាដៃពួកស្វាទាំងអស់នោះដែរនិយាយពីពួកស្វាវិញក្រោយពីពួកវាដឹងថាតាតែនយាមល្បាតចំការយ៉ាងតឹងរឹងមកពួកវាបានសម្រេចចិត្តទៅរកស៊ីនៅកន្លែងដើមវិញស្វាទាំងនោះពិគ្រោះគ្នាថា ណែពួកយើងមិនអាចចូលទៅលួចបេះត្រសក់របស់តាតែនបានទៀតទេព្រោះតាតែននេះអើយមានការយាមកាមល្អណាស់ហើយមិនស្រួលគាត់រៀនតាក់ជុំវិញចំការទៀតផងបើអញ្ចឹងយើងគួរតែទៅរកចំការអ្នកផ្សេងវិញ មែនហើយនៅឯត្រៃម្ខាងខាងលិចនោះក៏មានចំការត្រសក់និងឪឡឹកមួយផ្សេងដែលកំពុងតែក្តឹបពេញឆ្ងាញ់ ហើយបើអញ្ចឹងពួកយើងទៅចំការនោះទៅប្រកាសជាមិនខុសបំណងទេយើងបេះឲ្យច្រើនយកមកទុកឲ្យម្ចាស់យើងផង ពួកស្វាទាំងអស់ស្រែកទ្រហោយល់ព្រមម្ដងម្នាក់ចែកចចាច់លាន់ពេញព្រៃ យល់ព្រម ជេយល់ព្រម មិនអាចតា គិតមួយសន្ទុះមេស្វាក៏លើកដៃខាត់ហើយនិយាយឡើងថា ឈប់សិនតែពួកយើងឆ្លងទៅត្រៃម្ខាងបានយ៉ាងដូចម្ដេចទៅបើទឹកស្ទឹងឡើងខ្ពស់ដូច្នោះមុខជាយើងហូរចូលព្រែកហើយតាតែនបានទាញដើមឈើត្រេតនោះទៅបាត់ទៀតបើអញ្ចឹងយើងមិនអាចឆ្លងបានតាមដើមឈើនោះទៀតទេមិនអីទេពួកយើងអាចហែកឆ្លងបានតាមិនកើតទេទឹកហូរខ្លាំងណាស់ហើយគួចទៀតផងប្រសិនបើជាពួកយើងហែលប្រកាសជាលងស្លាប់មិនខានទេបើអញ្ចឹងយើងចាំមើលទូកអ្នកស្រុកពេលណាមានទូកមកដល់ពួកយើងសុំគេទៅដោយសារឆ្លងទៅត្រៃម្ខាងទៅលោកម្ចាស់ គិតគ្នាដូច្នោះហើយពពួកស្វា